យើងត្រូវស្គាល់តម្លៃខ្លួនយើងឲ្យបានច្បាស់លាស់ទើបយើងមិនបាក់ទឹកចិត្តមិនតូចចិត្តមិនអន់ចិត្តនឹងពាក្យសម្ដីអ្នកដទៃនៅពេលដែលអ្នកដទៃពេបជ្រាយវាយប្រហារដៀលថ្មេះមើលងាយពាក្យសម្ដីទាំងនោះវាអត់ចូលមកក្នុងអនុសម្បញ្ញញ្ញៈរបស់យើងបានទេបើសិនជាយើងស្គាល់ខ្លួនយើងច្បាស់ប៉ុន្តែបើយើងមិនស្គាល់ខ្លួនយើងនោះយើងនឹងមិនជឿជាក់លើខ្លួនឯងទេហើយការមិនជឿជាក់លើខ្លួនឯងនេះវានាំឲ្យពាក្យសម្ដីរបស់អ្នកដទៃមានឫទ្ធិអំណាចមកលើអនុសម្បញ្ញញ្ញៈរបស់យើងដែលវាប្រៀបដូចជាគ្រាប់ព្រួញបុកធ្លុះធ្លាយទៅដល់ចិត្តធ្វើឲ្យយើងអន់ចិត្តតូចចិត្តបាក់ទឹកចិត្តបើសិនជាយើងពិនិត្យទៅឃើញថាយើងមិនសូវជាមានសមត្ថភាពគុណភាពឬក៏តម្លៃយើងឆ្នៃខ្លួនយើងទៅព្រោះតម្លៃយើងបង្កើតបានឲ្យតែយើងភ្ញាក់រលឹកដឹងខ្លួនយើងអាចបង្កើតវាបានហើយបើសិនយើងជាមនុស្សដែលមានគុណតម្លៃរួចទៅហើយគឺយើងរក្សាតម្លៃរបស់យើងស្គាល់តម្លៃរបស់យើងនិងជឿជាក់លើតម្លៃរបស់យើងទៅ